Chẳng ai đã lệ văn ra nghe tiếng tròn ai trong chẳng từng thấy chẳng hay ខ្ញុំព្រះកណ្ណាខ្ញុំបាទសូមក្រាបថ្វាយបង្គំព្រះគណៈព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពនិងសក្ការៈសូមគោរពឯកឧត្តមហឹមឆែមទេសរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាជាទីគោរពដ៏ខ្ពង់ខ្ពស់សូមគោរពឯកឧត្តមលោកជំទាវរដ្ឋលេខាធិការអនុរដ្ឋលេខាធិការអគ្គនាយកទីប្រឹក្សាមន្ត្រីរាជការលោកតាលោកយាយសិលវ័នសិលបតីជាទីគោរពរាប់អានខ្ញុំបាទឈ្មោះគុំច័ន្ទរ៉េតមកពីក្រសួងមុខងារសាធារណៈបាទខ្ញុំបាទមានចម្ងល់សូមសួរព្រះដេចគុណជាព្រះធម្មទេកាចារ្យដោយមានសេចក្តីតទៅនេះបាទខ្ញុំព្រះករុណាបានស្ដាប់ការសម្ដែងព្រះដេចគុណពាក់ព័ន្ធនឹងការឆ្លៀសទាំង3ទី1គឺឆ្លៀសក្នុងការចម្រើន1ឆ្លៀសក្នុងការវិនិច្ឆ័យ1និងឆ្លៀសក្នុងឧបាយ1ខ្ញុំប្រាកដណាមានចម្ងល់តែពាក្យថាឆ្លៀសនៅក្នុងការវិនិច្ឆ័យតើឆ្លៀសនៅក្នុងការវិនិច្ឆ័យនេះសំដៅដល់ខ្លឹមសារស៊ីជម្រៅយ៉ាងណាសូមព្រះដេចគុណមេត្តាជួយបកស្រាយឲ្យបានក្បោះក្បាយអញ្ចឹងសូមអរព្រះគុណនិងសូមអរគុណបាទខ្ញុំព្រះករុណាខ្ញុំបាទសូមក្រាបថ្វាយបង្គំព្រះរាជាគណៈព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈខ្ញុំសូមគោរពឯកឧត្តមហឹមឆែមទេសរដ្ឋមន្ត្រីក្រសួងមហាធម្មការនិងសាសនាជាទីគោរពដ៏ខ្ពង់ខ្ពស់សូមគោរពឯកឧត្តមលោកជំទាវរដ្ឋលេខាធិការអនុរដ្ឋលេខាធិការអគ្គនាយកទីប្រឹក្សាមន្ត្រីរាជការលោកយាយលោកតាសិលវ័នសិលវតីសិស្សនិស្សិតជាទីគោរពរាប់អានខ្ញុំបាទឈ្មោះប៊ុនធឿនមកពីក្រសួងមហាផ្ទៃខ្ញុំបាទមានចម្ងល់សូមសួរព្រះថេចគុណមានសេចក្តីដូចតទៅខ្ញុំព្រះករុណានៅមិនទាន់យល់ច្បាស់អំពីពាក្យថាឆ្លៀសក្នុងទីនេះសូមឲ្យព្រះអង្គជួយបញ្យល់អំពីពាក្យថាឆ្លៀសនិងទេពកោសលតើពាក្យទាំងពីរនេះដូចគ្នាឬខុសគ្នាសូមព្រះដេចគុណមេត្តាជួយបកស្រាយដោយអនុគ្រោះសូមអរព្រះគុណនិងសូមអរគុណហើយកិច្ចជាបន្តទៅទៀតនេះទូព្រះបង្គំខ្ញុំព្រះករុណានិងសរុបសេចក្តីនៃអត្ថធម៌ទាំង3ដែលស្ដីអំពីតិនិកោសលានិគឺសេចក្តីឆ្លៀសទាំងឡាយ3យ៉ាងនឹងការឆ្លើយនៅសំណួរដែលលោកទាំងពីរបានសួរនៅក្នុងអត្ថនៃធម៌នេះក្នុងការស្ដាប់នៅក្នុងវេលាថ្ងៃនេះផងដែរហើយក្នុងឱកាសពេលនេះក៏គឺបដិជាប្រសង់គ្រប់ព្រះអង្គឯកឧត្តមលោកជំទាវអស់លោកប្រុសស្រីឧបាសកបាសិកាក៏គឺបានស្ដាប់នៅអត្ថនៃធម៌ទាំងឡាយយ៉ាងក្បោះក្បាយដែលមានមួយគឺអាយកោសលੰសេចក្តីឆ្លៀសក្នុងការចម្រើននេះរាប់តាំងពីការធ្វើកិច្ចការងារក្នុងការធ្វើទានចម្រើននៅក្នុងការចិញ្ចឹមជីវិតចម្រើននៅក្នុងការធ្វើការងារតូចធំដែលជាការចិញ្ចឹមជីវិតរបស់យើងគេទាំងអស់គ្នានឹងរាប់តាំងពីការចម្រើនក្នុងការស្ដាប់ពធទេសនានឹងឡើងទៅយន្តពលណាគឺយើងគេទាំងអស់គ្នាក្នុងការស្ដាប់ពធហ្នឹងក៏ឈ្មោះថាការស្ដាប់ឲ្យមានការចម្រើនដែរយន្តពលមិនមែនគ្រាន់តែស្ដាប់ដោយយ៉ឬក៏ដោយហេតុនោះក៏ទេដែរយន្តពលអញ្ចឹងការចម្រើនហ្នឹងការចិញ្ចឹមជីវិតក៏យើងត្រូវគិតគូរថាតើធ្វើម៉េចឲ្យចម្រើន
ការធ្វើធម៌យើងត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យធម៌យើងនឹងបានចម្រើនការធ្វើទានយើងត្រូវធ្វើម៉េចឲ្យទានរបស់យើងនឹងបានចម្រើនយ៉ាងពោការរក្សាសិលត្រូវធ្វើម៉េចឲ្យសិលយើងនឹងរីកចម្រើនការចម្រើនសមថកម្មដ្ឋានធ្វើម៉េចឲ្យចម្រើនទាំងអស់ហើយយ៉ាងពោមិនមែនតិចតួចទេកណាអាត្មាភាពគ្រាន់តែសរុបនៃគឺការចម្រើននឹងគឺចម្រើនទាំងអស់យន្តពរាប់តាំងពីការធ្វើទានរាប់តាំងពីកិច្ចការងាររក្សាសិលការចិញ្ចឹមជីវិតរបស់យើងគេទាំងអស់គ្នានឹងយន្តពអាស្រ័យរាល់ថ្ងៃនឹងទៅនឹងធ្វើយ៉ាងណាឲ្យចម្រើននឹងមួយទី2គឺឧបាយកោសលੰយន្តពគឺសេចក្តីឆ្លៀសក្នុងការវិនិច្ឆ័យដោយញាតិញោមពុទ្ធបរិស័ទស្ដាប់មកផ្លែតគឺពិបាកអញ្ចឹងបើយើងស្ដាប់ឲ្យបានហេតុផលឲ្យច្បាស់លាស់ទៅថាការវិនិច្ឆ័យហ្នឹងគឺយើងត្រូវស្វែងយល់ថាហេតុណាខ្លះដែលនាំឲ្យយើងទាំងអស់គ្នានឹងឯងដល់នៅសេចក្តីវិនិច្ឆ័យដូចនៅក្នុងបរាភវសូត្រខ្ញុំគណៈអាត្មាភាពក៏សូមថាសម្របសម្រួលនៅក្នុងសេចក្តីឆ្លៀសក្នុងការវិនិច្ឆ័យហ្នឹងនិងឧបាយនិងសេចក្តីឆ្លៀសក្នុងឧបាយគឺហេតុផលយន្តពគឺមានន័យថាយើងត្រូវដឹងហេតុផងយើងត្រូវដឹងអំពីឧបាយថាធ្វើយ៉ាងណាគឺបង្ការនិងទប់ស្កាត់កុំឲ្យសេចក្តីវិនិច្ឆ័យនឹងកើតឡើងទៀតយន្តពអញ្ចឹងណាញោមពុទ្ធបរិស័ទលោកអ្នកទាំងអស់គ្នាបើបានស្ដាប់ពីខាងដើមគឺយល់ហើយប៉ុន្តែអាត្មាសូមបញ្យល់បន្ថែមថាហេតុទាំងអស់ដែលកើតវិនិច្ឆ័យហើយយើងត្រូវរកឧបាយយន្តពឧបាយផ្លូវវិធីក្នុងការដើរហ្នឹងយន្តពហើយពេលខ្លះយើងធ្វើទានហ្នឹងក៏ដល់នៅសេចក្តីវិនិច្ឆ័យដែរមិនពិតប្រកបថាធ្វើទានហ្នឹងបានបុណ្យទាំងស្រុងទេណាញាតិញោមណានឹងមកពីយើងខ្វះបញ្ញាអញ្ចឹងព្រះលោកឲ្យរកឧបាយកលរកវិធីសាស្ត្រថាយើងធ្វើទានយ៉ាងណាឲ្យធ្វើទៅវាត្រូវយន្តពឧទាហរណ៍ដូចញាតិប្របាទពំពិសាអញ្ចឹងគាត់ជាអ្នកធ្វើទានប៉ុន្តែមិនពិតប្រកបថាធ្វើទានប៉ុន្តែគាត់ទាំងអស់ហ្នឹងដល់នៅសេចក្តីចម្រើនណាយន្តពគឺដល់នៅសេចក្តីវិនិច្ឆ័យធ្លាក់ទៅនរកអវជ័យនោះវិញបានហេតុនាំឲ្យកើតនៅពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌរហូតដល់មកពេលបច្ចុប្បន្ននេះអញ្ចឹងញាតិញោមអញ្ចឹងហើយបានយើងត្រូវរកឧបាយក្នុងផ្លូវនៃការដើររបស់យើងនឹងឲ្យត្រូវការធ្វើទាននឹងមិនពិតប្រកបថាធ្វើទានច្រើនធ្វើទានតិចនឹងបានផលខុសគ្នាទេអាស្រ័យលើចិត្តរបស់យើងមโนពុបាំងកមាធម្មមโนសេដ្ឋានោះគឺចិត្តគំនិតរបស់យើងជាប្រធានក្នុងការសម្រេចនៅធ្វើអ្វីមួយហើយឲ្យមានឧបាយកលនឹងត្រឹមត្រូវយន្តពឧបាយនៃការនាំទៅនឹងឲ្យមានលក្ខណៈត្រឹមត្រូវដោយក្នុងការដឹកនាំប្រទេសអញ្ចឹងដែរវាមានការរីកចម្រើននិងការអន់ថយទៅវិញយន្តពអញ្ចឹងសម័យបច្ចុប្បន្ននេះការរីកចម្រើនទាល់តែមានការថាឧបាយយន្តពណាគឺឧបាយហ្នឹងត្រូវឆ្លៀសអញ្ចឹងហើយបានប្រមុខរាជរដ្ឋាភិបាលនៃយើងដែលប្រជាជននៃប្រជាជាតិខ្មែរលោកឲ្យនាមថាជាអ្នកឆ្លៀសយន្តពសម្ដេចអគ្គមហាសេនាបតីដល់ឆ្លៀសវៃក្នុងគោលការណ៍នយោបាយដឹកនាំប្រទេសជាតិអញ្ចឹងញាតិញោមដល់ពេលសម័យមួយដែលធាក់ថយនោះក្នុងឆ្នាំ1975ដល់79ហ្នឹងគឺប្រមុខនៃការដឹកនាំហ្នឹងក៏អត់មានឧបាយក៏ដឹកនាំហ្នឹងទៅរកនៅអណ្ដៅនៃនរកយន្តពអញ្ចឹងញាតិញោមអញ្ចឹងការធ្វើទានក្តីការដឹកនាំនឹងក្តីគឺវាមានហេតុដែលនាំឲ្យចម្រើននិងហេតុដែលនាំឲ្យវិនិច្ឆ័យអញ្ចឹងយើងត្រូវរកឧបាយលក្ខណៈវិធីថាតើយើងធ្វើយ៉ាងណាឲ្យខ្លួនយើងនឹងចម្រើនយន្តពហើយបើក្នុងនាមថ្នាក់អ្នកដឹកនាំបើដឹកនាំក្រសួងទីហោនៅក្នុងឱកាសនេះបន្តិចដើម្បីសរុបនិគមសេចក្តីឲ្យបានបញ្ចប់ដោយនៅក្នុងក្រសួងធម្មការនិងសាសនានៃយើងអញ្ចឹងមានឯកឧត្តមហ៊ឹមឆែមដែលជារដ្ឋមន្ត្រីក្រសួងដែលជាទេសរដ្ឋមន្ត្រីក្រសួងធម្មការហ្នឹងលោកត្រូវរកឧបាយមានទាំងពីរគណៈប្រមូលចលនាធម្មកថាទាំងនៅទីជិតទីឆ្ងាយហ្នឹងដើម្បីកោះកកាយនៅពធដែលបានសិក្សារៀនសូត្រមកដើម្បីតម្រង់គោលការណ៍ក្នុងការឲ្យព្រះពុទ្ធសាសនានឹងរីកចម្រើនហ្នឹងគេហៅថាឧបាយយន្តពឧបាយក្នុងហេតុផលហ្នឹងអញ្ចឹងបើយើងសិក្សាទៅលើឋានៈអ្នកដឹកនាំខាងសាសនាផ្នែកខាងបព្វជិតគឺយើងសំដៅលើ
សម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈយន្តពដែលមានសម្ដេចអគ្គមហាសង្ឃរាជទេពវង្សសម្ដេចអភិសិរីសុគន្ធាមហាសង្ឃរាជជាធិបតីបូគ្រីយន្តពគឺទាំងពីរព្រះអង្គហ្នឹងលោកមានឧបាយក្នុងការធ្វើយ៉ាងណាឲ្យបព្វជិតនៅក្នុងព្រះពុទ្ធសាសនានឹងឯងត្រត្រង់នៅពុទ្ធវិន័យដើម្បីជាអ្នកដឹកនៅកុសលទាំងឡាយរបស់ឧបាសកឧបាសិកានឹងចម្លងនៅបុណ្យយើងប្រើពាក្យថាចម្លងនៅបុណ្យរបស់ឧបាសកឧបាសិកានឹងលើកហេតុផលឲ្យឧបាសកឧបាសិកានឹងត្រត្រង់នៅព្រះពុទ្ធសាសនាអញ្ចឹងទាំងពីរព្រះអង្គនឹងរកឧបាយយន្តពតធ្វើយ៉ាងណាឲ្យបព្វជិតអ្នកបួសក្នុងនិកាយទាំងពីរហ្នឹងឯងមានលក្ខណៈនៅក្នុងកុសលធម៌គឺការប្រតិបត្តិនៅព្រះធម៌និងចម្លងនៅទានរបស់យើងនឹងឲ្យដល់នៅយន្តពមានន័យថាបើយើងជឿមានន័យក្នុងពុទ្ធសាសនាទី1យើងធ្វើទានទៅគឺដើម្បីបុព្វការីជនទី2យើងធ្វើទានដើម្បីខ្លួនយើងនោះយន្តពអញ្ចឹងលោករកនីតិវិធីរកឧបាយធ្វើយ៉ាងណាឲ្យបព្វជិតនឹងឯងមានលក្ខណៈត្រឹមត្រូវរក្សានៅក្នុងវិន័យទាំងពុទ្ធវិន័យទាំងវិន័យផ្នែកខាងអាណាចក្រយន្តពពុទ្ធសាសនានៃយើងស្ថិតនៅក្នុងក្របខ័ណ្ឌថាសាសនាជាសាសនារបស់រដ្ឋអញ្ចឹងការបប្រតិបត្តិវាអាស្រ័យលើក្នុងពុទ្ធបញ្ញត្តិរបស់ព្រះពុទ្ធដែលជាគោលផងនិងការបប្រតិបត្តិនៅក្នុងវិន័យច្បាប់របស់រដ្ឋដែលមានជាធរមានផងអញ្ចឹងញាតិញោមឧទាហរណ៍ឥឡូវច្បាប់ចរាចរណ៍ធៀបពិតគឺរដ្ឋគេមិនបានបង្ខំអីទេក៏ប៉ុន្តែបើយើងគិតថាយើងជាពលរដ្ឋយើងត្រូវតែគោរពច្បាប់នៅក្នុងប្រទេសហ្នឹងដែលមានលក្ខណៈជាធរមានការអនុម័តពីសភារួចរាល់ហើយយន្តប៉ុណ្ណានឹងយើងជាពលរដ្ឋព្រោះទោះបីភេទជាបព្វជិតក៏ដោយអីក៏ដោយក៏ត្រូវតែគោរពច្បាប់ហ្នឹងជាធរមានដែលគេអនុម័តតំណាងដោយប្រជាជនរាប់លានហ្នឹងដែរយន្តប៉ុហ្នឹងព្រោះយើងយកពុទ្ធសាសនាជាសាសនារបស់រដ្ឋដែលមានចែងនៅក្នុងច្បាប់កម្ពុជាត្រឹមត្រូវហើយអញ្ចឹងសម្ដេចព្រះមហាសង្ឃរាជទាំងពីរព្រះអង្គលោករកឧបាយរដ្ឋមន្ត្រីក្រសួងធម្មការលោករកឧបាយធ្វើយ៉ាងណាឲ្យក្រសួងនឹងរីកចម្រើននឹងលក្ខណៈនៅក្នុងស្ថាប័នមួយឲ្យបើប្រមុខរាជរដ្ឋាភិបាលនៃយើងប្រជាជនលោកឲ្យថាសម្ដេចដែលជាអ្នកឆ្លៀសវៃប៉ិនប្រសពក្នុងឧបាយដើម្បីដឹកនាំរកសន្តិភាពយន្តពអញ្ចឹងធម៌ថ្ងៃនេះគឺចង់បញ្ជាក់ហេតុដែលនាំឲ្យចម្រើនហេតុដែលនាំឲ្យវិនាសនិងហេតុជាឧបាយដើម្បីទប់មានន័យថាហេតុធ្វើយ៉ាងណាឲ្យចម្រើនផងហេតុយ៉ាងណាដែលធ្វើឲ្យវិនាសផងហើយយើងយកឧបាយនឹងដើម្បីទប់ស្កាត់នៅការវិនាសនិងឧបាយធ្វើយ៉ាងណាឲ្យមានការរីកចម្រើនអញ្ចឹងញាតិញោមអាដាមលោកទាវអស់លោកប្រុសស្រីដែលលើកប្រធានបទមកឲ្យទូព្រះបង្គំខ្ញុំកណាអាត្មាដែលជាធម្មកថាទាំង3អង្គហ្នឹងចង់បកស្រាយគឺហេតុទាំងឡាយដែលរីកចម្រើនក៏មានឧបាយយន្តប៉ុណ្ណាត្រូវមានឧបាយដែរយន្តបើអត់ឧបាយគឺអត់មានការរីកចម្រើនទេហេតុដែលនាំឲ្យវិនាសត្រូវរកឧបាយហ្នឹងដើម្បីទប់ស្កាត់កុំឲ្យវិនាសកើតឡើងយន្តពត្រូវរកឧបាយហ្នឹងទប់ស្កាត់កុំឲ្យវាកើតឡើងទៀតយន្តពហើយត្រូវរកឧបាយធ្វើយ៉ាងណាឲ្យរីកចម្រើននឹងការអភិវឌ្ឍនៅក្នុងសុខដុមរមនាដោយកន្លងមកក្នុងវិស័យនៃយន្តពវិស័យនៃក្រសួងធម្មការនៃសាសនានៃយើងនឹងរកឧបាយភាពសុខដុមរមនានៃសាសនាមានន័យថាសាសនានៅកម្ពុជាយើងនេះមានច្រើនយើងគិតខាងពុទ្ធសាសនាមានធម្មយុត្តមានមហានិកាយមានមហាយានហើយមហាយាននឹងបែងចែកតទៅទៀតមានគ្រឹះមានអ៊ីស្លាមអញ្ចឹងលោកត្រូវរកឧបាយយ៉ាងណាដើម្បីឲ្យទៅជាសុខដុមរមនាក្នុងសាសនាដែលមាននៅក្នុងលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដែលថ្ងៃមុនសម្ដេចអគ្គមហាសេនាបតីបានទៅសម្ពោធនឹងរៀបចំយន្តពថ្លែងសុន្ទរថានៅក្នុងកោះពេជ្រថ្ងៃមុនណាអាត្មាអត់បានចាំថ្ងៃខែហ្នឹងក៏ជាឧបាយដែរយន្តពធ្វើយ៉ាងណាឲ្យសាសនាហ្នឹងដំណើរការសុខដុមរមនាជាមួយគ្នានេះក្នុងការសរុបនៅខ្លឹមនៃអត្ថទាំង3ដែលស្ដីអំពីសេចក្តីឆ្លៀសទាំង3យ៉ាងដែលព្រះសម្មាសម្ពុទ្ធនៃយើង
បានលើកឡើងសម្ដែងឡើងនៅក្នុងបត្រៃបិដកគឺភាគទី19យិនពត្រង់ទំព័រ144យិនពដែលបញ្ជាក់អំពីសេចក្តីឆ្លៀសទាំង3ហ្នឹងគឺឆ្លៀសទាំងការចម្រើនឆ្លៀសក្នុងការវិនិច្ឆ័យនិងឆ្លៀសក្នុងឧបាយហើយក្នុងឱកាសពេលនេះដែរក៏មានសំណួរយិនពសំណួរហ្នឹងលោកទាំងពីរនាក់យិនពអាត្មាភាពក៏សរុបឆ្លើយទាំងពីរសំណួរដែលយោងតាមពេលវេលាយិនពទី1គឺលោកគុំច័ន្ទរ៉េតដែលជាអនុប្រធានការិយាល័យក្រសួងមុខងារសាធារណៈយិនពទី2គឺលោកប៊ុនធឿនវរៈសេនីយ៍ត្រីដែលជាអនុប្រធានការិយាល័យមកពីក្រសួងមហាផ្ទៃយិនពលោកសួរសំណួរតាក់ទងនឹងឆ្លៀសក្នុងការចម្រើនមួយឆ្លៀសក្នុងការវិនិច្ឆ័យមួយនិងឆ្លៀសក្នុងឧបាយមួយនេះដោយដែលអាត្មាភាពបានបញ្ជាក់និងរៀបរាប់ពីខាងដើមហើយយិនពមិនចាំបាច់ឆ្លើយឲ្យវែងឆ្ងាយណាយិនពគឺអ្វីដែលអាត្មាភាពបានចម្រើនពសរុបនៃអត្តទាំង3ពីខាងដើមនេះគឺបញ្ជាក់សេចក្តីចម្រើនក៏យើងត្រូវតែប្រើបញ្ញាឲ្យមានការឆ្លៀសវៃថាតើយើងធ្វើអីទៅឲ្យរឹងរឹតតែចម្រើនបើយើងមានភាពចម្រើនហើយតែយើងត្រូវធ្វើឲ្យមានភាពចម្រើនហើយយើងត្រូវរកវិធីណាធ្វើម៉េចទប់កុំឲ្យភាពចម្រើននឹងបាត់បង់ទៅវិញដោយប្រមុខរាជរដ្ឋាភិបាលលោកតែងតែអំពាវនាវឬថាដល់ប្រជាជននៃប្រជាជាតិនឹងថាយើងធ្វើម៉េចការកសាងពីបាតដៃទទេយើងត្រូវតែខិតខំថែរក្សានៅសន្តិភាពនឹងដែលស្ថិតក្រោមម្លប់នៃព្រះមហាក្សត្រស្ថិតនៅក្រោមម្លប់នៃច្បាប់រដ្ឋធម្មនុញ្ញនឹងទាំងអស់គ្នាទាំងថ្នាក់អ្នកដឹកនាំទាំងប្រជាជនយិនពនឹងលោកអំពាវនាវធ្វើម៉េចយើងខំប្រឹងរក្សាមានន័យថាយើងធ្វើឲ្យរីកចម្រើនហើយយើងត្រូវតែថែរក្សានូវភាពរីកចម្រើននឹងឲ្យដើរទៅមុខទៀតហើយយើងរកឧបាយធ្វើយ៉ាងណាអាការឆ្លៀសហ្នឹងការអភិវឌ្ឍគ្រប់វិស័យទាំងអស់មាននៅទីនេះគឺវិស័យពុទ្ធសាសនាអញ្ចឹងឯកឧត្តមដែលជារដ្ឋមន្ត្រីឯកឧត្តមទេសរដ្ឋមន្ត្រីក្រសួងហ្នឹងលោកត្រូវរកឧបាយយ៉ាងណាធ្វើម៉េចឲ្យព្រះពុទ្ធសាសនានិងសាសនាទាំងឡាយដែលមានបដិសន្ធិក្នុងទឹកដីនៃប្រជាជាតិខ្មែរយើងហ្នឹងឲ្យមានសុខដុមរមនានឹងការអភិវឌ្ឍទៅទាំងវិស័យបញ្ញាទាំងវិស័យជាអាគារសំណង់អីផ្សេងនេះតកតងនឹងឆ្លៀសនឹងយិនពនឹងបាទសូមបញ្យល់ប៉ុណ្ណឹងគឺឆ្លៀសក្នុងការចម្រើនហើយឡែកឆ្លៀសក្នុងការវិនិច្ឆ័យយើងដឹងថាហេតុហ្នឹងឧទាហរណ៍ដូចហេតុដែលនាំឲ្យកើតនៅក្នុងឆ្នាំ1975ដល់79ដែលគេហៅថារបបប៉ុលពតអញ្ចឹងហេតុហ្នឹងគឺជាហេតុវិនិច្ឆ័យយិនពហេតុវិនិច្ឆ័យអញ្ចឹងយើងដឹងថាហេតុហ្នឹងវិនិច្ឆ័យកើតឡើងហើយអញ្ចឹងយើងត្រូវរកឧបាយធ្វើម៉េចទប់ស្កាត់កុំឲ្យមានហេតុហ្នឹងកើតឡើងជាស្រមោលឬក៏ជាអីមួយទៀតដែលកើតឡើងមកលើទឹកដីនៃកម្ពុជានៃយើងអញ្ចឹងយើងត្រូវប្រើបញ្ញាដែរយិនពបង្ការកុំឲ្យហេតុទាំងអស់នឹងឯងកើតឡើងមកលើទឹកដីនៃប្រជាជាតិរបស់យើងបើនៅក្នុងក្រសួងនៃយើងមានឯកឧត្តមទេសរដ្ឋមន្ត្រីជាប្រធានអញ្ចឹងលោកត្រូវធ្វើម៉េចបើហេតុណាមួយជាអវិជ្ជមាននៅក្នុងក្រសួងហ្នឹងលោកដឹងថាហេតុហ្នឹងជាហេតុវិនិច្ឆ័យនៅក្នុងក្រសួងអញ្ចឹងត្រូវរកឧបាយធ្វើយ៉ាងណាទប់ស្កាត់កុំឲ្យកើតឡើងហេតុដែលនាំឲ្យដល់ទៅសេចក្តីអន្តរាយឬក៏វិនិច្ឆ័យនៅក្នុងក្រសួងបើខាងពុទ្ធសាសនាប្រមុខសម្ដេចព្រះមហាសង្ឃរាជទាំងពីរអង្គថាបព្វជិតដែលការបប្រតិបត្តិទៅមានអកុសលជាវិន័យកម្មផ្នែកពុទ្ធសាសនាឬក៏វិន័យផ្នែកខាងច្បាប់រដ្ឋអាជ្ញាដែលកើតឡើងឧទាហរណ៍ថាឡូវយើងពាក់ព័ន្ធរឿងបោះឆ្នោតយើងតិចចោះយើងទៅសុំបញ្ជាក់បន្តិចអញ្ចឹងហេតុហ្នឹងដែលនាំឲ្យកើតឡើងប៉ះពាល់ដល់វិស័យពុទ្ធសាសនាអញ្ចឹងសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈហ្នឹងចេញគោលការណ៍រួមដើម្បីបង្ការកុំឲ្យមានហេតុផលជះឥទ្ធិពលអាក្រក់មកលើព្រះពុទ្ធសាសនានៃយើងនេះរឿងហេតុផលដែលខ្ញុំគណៈអាត្មាភាពចង់បញ្ជាក់តាក់ទងនឹងហេតុដែលនាំឲ្យដល់នៅសេចក្តីវិនិច្ឆ័យហ្នឹងព្រោះអីព្រោះប្រសង់ទៅធ្វើអំពើណាដែលមិនគួរគប្បីឬក៏មិនជាទីអាស្រ័យនៅលើពុទ្ធវិន័យឬក៏ហេតុផលអីដែលពាក់ព័ន្ធដល់វិស័យអ្នកបួសអាហ្នឹងវាជាហេតុជាអកុសលកើតឡើងឲ្យព្រះពុទ្ធសាសនាហ្នឹងធាក់ថយអញ្ចឹងសម្ដេចព្រះមហាសង្ឃរាជត្រូវរកឧបាយកលនឹងឆ្លៀសនៅក្នុងសេចក្តីវិនិច្ឆ័យដែរយិនពលៈយ៉ាងធម្មទេសនារីព្រះធម៌ទេសនាដែលកើតឡើងក្នុងគណៈនេះក៏សន្មតបញ្ចប់ដោយសង្ខេបអេវ៉ាំងក្តីឆ្លៀងនេះអា
ពុទ្ធសំដែងមានបីប្រការមួយស្គាល់ចម្រើនកើនដល់អាត្មាលោកត្រាំទុកថាការឆ្លៀងប្របីទីពីរការឆ្លៀងក្នុងក្តីវិនាងឆ្លៀងគ្មានសេរីញ៉ាំឲ្យនាងធ្លាក់ក្នុងអបាយត្បិតព្រោះបច្ច័យក្តីឆ្លៀងខំផ្លូវបីឆ្លៀងដង្ហើមមិនពោលបដិសេធហេតុផលត្រឹមត្រូវប្រើប្រាស់ឧបាយកម្មកាយជាផ្លូវ